30 ឆ្នាំសម្រាប់នារីហើយចាប់ផ្ដើមគិតពីរឿងគូស្រករខ្ញុំគិតថាល្មមដោយសារតែវ័យ30ឆ្នាំដូចនេះអញ្ចឹងតម្រាំទៅដល់30ឆ្នាំយើងអាចនឹងមានអីគ្រប់គ្រាន់បទពិសោធន៍ជីវិតដែលយើងនៅលាវហ្នឹងក៏បានច្រើនការតំណែងការអភិវឌ្ឍខ្លួនឯងទាំងការងារទាំងលុយកាក់ទាំងគំនិតច្នៃប្រឌិតឬក៏ការអប់រំវាអាចនឹងគ្រប់គ្រាន់នៅក្នុងការដែលយើងចង់ឈានទៅដំណាក់កាលមួយទៀតនៅក្នុងការរស់នៅជាមួយនឹងអ្នកជាទីស្រឡាញ់ណាម្នាក់ក្នុងការបង្កើតជាគ្រួសារមួយហើយខ្ញុំគិតថានេះធ្លាប់បានអានអត្ថបទមកខ្លះនារីដែលគាត់នៅក្នុងវ័យ20ក្រោយហើយនឹង30ហ្នឹងគេថាល្អមែនតើនៅពេលដែលគាត់ចាប់ផ្ដើមចង់យកបុត្រដោយសារតែម្ដាយដែលនៅក្នុង20ក្រាស់ស្ដើងហ្នឹងគឺមានលទ្ធភាពគ្រប់គ្រាន់ចំណេះដឹងរបស់គាត់គឺគាត់អាចផ្ដល់ទៅឲ្យកូនរបស់គាត់បានល្អបើសិនបើម្ដាយនឹងនៅក្មេងពេកក៏ពិបាកនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឬក៏អប់រំរបស់កូនគាត់ដែរអញ្ចឹងខ្ញុំគិតថាវ័យ30គឺល្អចាកម្រង20ក្រាស់30ស្ដើងហ្នឹងល្អសម្រាប់ការដែលគាត់ចាប់ដើមគិតគូរគ្រួសារព្រោះថាជីវិតនៅលាវក៏វាគ្រប់គ្រាន់ចំណេះដឹងក៏មានលុយកាក់ចាប់ដើមអាចរកខ្លួនឯងបានហើយត្រង់ចំណុចនេះដែរវាអាស្រ័យមួយទៀតដែរវាអាស្រ័យទៅលើកត្តាបុគ្គលផ្ទាល់ខ្លួនកត្តាអត្តចរិតដែរតួលេខអាយុមួយវាអាចកំណត់ថាម្នាក់ហ្នឹងគាត់រួចរាល់ឬក៏ចាស់ទុំវាអាស្រ័យដោយបុគ្គលដែរព្រោះថាយើងឃើញថានារីខ្លះគាត់9 8 9 10ទេប៉ុន្តែនៅពេលដែលគាត់រៀបចំគ្រួសារគាត់ក៏ស្រឡាញ់ថែរក្សាគ្រួសារក៏បានល្អទៅខណៈពេលដែលនារីខ្លះគាត់30ជាងផងប៉ុន្តែគាត់នៅអត់ទាន់ដឹងថាគាត់គួរទៅណានៅឡើយគាត់នៅនិយាយពាក្យមិនសូវព្រោះថាគាត់នៅរៀងភ្លើតភ្លើនខ្សែគប់នៅនេះខ្សែគប់នៅនោះអត់ទាន់ប្រកាសបជាថាគាត់គួរតែ settle down ជាមួយនឹងនរណាម្នាក់ច្បាស់លាស់ក៏នៅមានដែរនៅក្នុងសង្គមយើងបច្ចុប្បន្នអញ្ចឹងតួលេខមួយវាអត់ទាន់បានគ្រប់គ្រាន់គាត់ថានារីដែលគាត់មានចំណេះដឹងគ្រប់គ្រាន់គាត់ទទួលបានការអប់រំខ្ញុំគិតថាខ្ទង់វ័យប៉ុណ្ណឹងគួរស័ក្តិសមចា៎